ជំរាបសួរខ្ញុំបាទទើបសិក្សារួមជាមួយនាងខ្ញុំដល់លក្ខណៈសូមអញ្ជើញអស់លោកអ្នកមករៀនរាំលេងកម្សាន្តជាមួយនឹងយើងខ្ញុំទាំងពីរនាក់នៅក្បាច់រាំវង់ចង្វាក់3ដែលជាចង្វាក់ប្រពៃណីខ្មែរយើងបាទចា៎យើងនេះយើងខ្ញុំទាំងពីរនាក់ក៏សូមបង្ហាញជូននៅក្បាច់ដៃផ្សេងដំបូងយើងត្រូវលើកដៃឆ្វេងស្ទួយត្រឹមចុងចិញ្ចើមដៃស្ដាំវង់ក្រោមត្រឹមចុងដង្ហើមមានចម្ងាយពីចុងដង្ហើម5សង់ទីម៉ែត្រចង្វាក់ទី1ភ្នែកត្រូវសម្លឹងមើលដៃស្ដាំវង់ក្រោមជីបចូលក្នុងព្រមគ្នាជាមួយនឹងដៃឆ្វេងវិលវង់ត្រឹមចុងចិញ្ចើមនេះគឺជាចង្វាក់ទី1ចង្វាក់ទី2ដៃឆ្វេងវង់ដាក់ចុះក្រោមស្មើនឹងដៃស្ដាំជីបត្រឹមចុងដង្ហើមនេះគឺជាចង្វាក់ទី2ចង្វាក់ទី3ភ្នែកសម្លឹងមើលដៃស្ដាំជីបហូតឡើងលើលាស្ទួយត្រឹមចុងចិញ្ចើមនេះគឺជាចង្វាក់ទី3ចា៎ដូច្នេះយើងខ្ញុំទាំងពីរនាក់ក៏សូមបង្ហាញជូននៅក្បាច់ដៃនេះម្ដងទៀតចា៎ដំបូងគឺយើងត្រូវលើកដៃឆ្វេងស្ទួយត្រឹមចុងចិញ្ចើមហើយដៃស្ដាំវង់ក្រោមត្រឹមចុងដង្ហើមមានចម្ងាយពីចុងដង្ហើម5សង់ទីម៉ែត្រចា៎ចង្វាក់ទី1ភ្នែកត្រូវសម្លឹងមើលទៅដៃស្ដាំវង់ក្រោមរួចជីកចូលក្នុងព្រមគ្នាជាមួយនឹងដៃឆ្វេងវិលវង់ត្រឹមចុងចិញ្ចើមចង្វាក់ទី2ដៃឆ្វេងវង់ដាក់ចុងក្រោមស្មើគ្នាជាមួយនឹងដៃស្ដាំជីកត្រឹមចុងដង្ហើមហើយចង្វាក់ទី3ភ្នែកសម្លឹងមើលទៅដៃស្ដាំជីករួចហូតស្ទួយឡើងលើត្រឹមចុងចិញ្ចើមនេះគឺជាចង្វាក់ទី3បាទយើងខ្ញុំទាំងពីរនាក់បានបង្ហាញជូននៅក្បាច់ដៃនៃទាំង3ចង្វាក់នេះហើយដូច្នេះយើងខ្ញុំទាំងពីរនាក់ក៏សូមរាប់ជូនតែម្ដងបាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ពី3 1 2 3 បាទក្បាច់ដៃទាំង3ចង្វាក់យើងខ្ញុំបានបង្ហាញជូនរួចហើយដូច្នេះក៏សូមបងប្អូនទូទស្សនិកជនជួបជាមួយនឹងក្បាច់ជើងវិញម្ដងបាទដំបូងយើងត្រូវយកដៃទាំងពីរច្រត់ចង្កេះហើយបើកស្មាភ្នែកសម្លឹងមើលទៅមុខចង្វាក់ទី1ត្រូវយកជើងស្ដាំឈានទៅមុខជើងឆ្វេង1 សង់ទីម៉ែត្រចង្វាក់ទី2ត្រូវឈានជើងឆ្វេងទៅមុខជើងស្ដាំ1 សង់ទីម៉ែត្រចង្វាក់ទី3ត្រូវគោះជើងស្ដាំក្រោយ1ហើយទម្ងន់ខ្លួននៅលើជើងស្ដាំនេះគឺជាចង្វាក់ទី3ចាដូច្នេះយើងខ្ញុំទៅអ្នកក៏សូមបង្ហាញជូននៅក្បាច់ជើងនេះម្ដងទៀតចាដំបូងគឺយើងត្រូវយកដៃទាំងពីរច្រត់ចង្កេះហើយបើកស្មាភ្នែកសម្លឹងមើលទៅមុខចាចង្វាក់ទី1ត្រូវឈានជើងស្ដាំទៅមុខជើងឆ្វេង1 សង់ទីម៉ែត្រចង្វាក់ទី2ត្រូវឈានជើងឆ្វេងទៅមុខជើងស្ដាំ1 សង់ទីម៉ែត្រហើយចង្វាក់ទី3ត្រូវគោះជើងស្ដាំក្រោយ1ហើយទម្ងន់ខ្លួនទៅលើជើងស្ដាំនេះគឺជាចង្វាក់ទី3បាទចង្វាក់ជើងទាំង3ចង្វាក់យើងខ្ញុំបានបង្ហាញជូនរួចហើយដូច្នេះយើងខ្ញុំក៏សូមរាប់ជូនតែម្ដងបាទ1 2 3 ចង្វាក់ដៃនិងចង្វាក់ជើងដែលយើងខ្ញុំបានបង្ហាញគឺរួចរាល់ទៅហើយដូច្នេះក៏សូមអញ្ជើញបងប្អូនទូរទស្សនិកជនទាំងអស់មករៀនរាំលេងកម្សាន្តជាមួយនឹងក្រុមតារាតមីនិងតារារៃនេះដូចតទៅចា៎សូមអញ្ជើញរៀបហើយដោយស្រីទាវទេកញ្ញាចង្កេងរៀងរៀបហើយដោយស្រីទាវទេកញ្ញារកសំអងចាដោយកញ្ញាតារា
សូមតឹងស្មាជីវ៉ាអូនកែវកុំប្រកាន់បងសូមតឹងស្មាជីវ៉ាអូនកែវកុំប្រកាន់តែច្រឡំពនពីជាតិមុននៅជាគូវាសនាពីជាតិមុននៅជាគូវាសនាឈានជើងទៅមុខត្រឡប់ទៅផ្ទះដៃឲ្យស្រីអ្នកស្មាឈានជើងទៅមុខត្រឡប់ទៅផ្ទះដៃឲ្យស្រីអ្នកស្មារំសំអងចាដូចកញ្ញាតារាច័ន្ទដូចកញ្ញាតារាច័ន្ទចង់កែងរៀងរាវអើយដូចស្រីទាវទេកញ្ញាចង់កែងរៀងរាវអើយដូចស្រីទាវទេកញ្ញារំសំអងចាដូចកញ្ញាតារាច័ន្ទដូចកញ្ញាតារាច័ន្ទបងសូមតឹមស្មាជីវ៉ាអូនកែវកុំប្រកាន់បងសូមតឹមស្មាជីវ៉ាអូនកែវកុំប្រកាន់ក្រែងច្រឡំពនពីជាមុននៅជាគូវាសនាពីជាមុននៅជាគូវាសនាជៀនជើងទៅមុខត្រឡប់ទៅផ្ទះដៃឲ្យស្រីអ្នកស្មាជៀនជើងទៅមុខត្រឡប់ទៅផ្ទះដៃឲ្យស្រីអ្នកស្មារំសំអងចាដូចកញ្ញាតារាច័ន្ទដូចកញ្ញាតារាច័ន្ទចង់កែងរៀងរាវអើយដូចស្រីទាវទេកញ្ញាចង់កែងរៀងរាវអើយដូចស្រីទាវទេកញ្ញារំសំអងចាដូចកញ្ញាតារាច័ន្ទដូចកញ្ញាតារាច័ន្ទបងសូមតឹមស្មាជីវ៉ាអូនកែវកុំប្រកាន់បងសូមតឹមស្មាជីវ៉ាអូនកែវកុំប្រកាន់ក្រែងច្រឡំពនពីជាតិមុននៅជាគូវាសនាពីជាតិមុននៅជាគូវាសនាឈានជើងទៅមុខត្រឡប់ទៅផ្ទះដៃឲ្យ